ទោះបីជាបរាជ័យក្នុងការដុតនំប៉័ងលើកនេះតែវាមិនបានបញ្ឈប់ដំណើរដុតនំខ្ញុំត្រឹមនេះនោះទេហើយវាគ្រាន់តែជាមេរៀនមួយដើម្បីស្វែងយល់ពីចំណុចខ្វះខាតតែប៉ុណ្ណោះយ៉ាងច្រើនណាស់ក៏ខ្លោចម្ដងទៀតហើយថ្ងៃនេះដែរខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនាពីសកម្មភាពជាបន្តបន្ទាប់នៃតំបន់មួយនេះក៏ដូចជាដំណើរផ្លាស់ទីបន្តទៅកាន់ទីតាំងថ្មីមួយកន្លែងផ្សេងទៀតកុំឲ្យខាតពេលយូរមកតាមដានពីសកម្មភាពក៏ដូចជាផ្ទាំងទស្សនីយភាពជាមួយខ្ញុំក្នុងពេលឥឡូវនេះបន្ទាប់ពីដុតនំប៉័ងខ្លោចរួចត្រីដែលដាក់បង្កាយបានក៏រួចដូចគ្នា Plan A ក៏រលាយបាត់ពិភពផែនដីទៅចំណែក Plan B ក៏រះឡើងសារជាថ្មីម្ដងទៀតហើយ Plan C ក៏ចាប់ផ្ដើមជាបន្តបន្ទាប់ការចម្អិនកូនត្រីទុកធ្វើនុយក៏ចាប់ផ្ដើមនិងស្បៀងមួយចំនួនដែលត្រៀមក៏មិនទុកឲ្យជូរផ្អូមកម្មវិធីសប្បាយៗក៏បន្តរហូតដល់ពេលយប់ប្រសិនបើគ្មានស្បៀងទាំងអស់នេះនោះទេច្បាស់ណាស់សមាជិកក្នុងក្រុមប្រកាសជាអំបិលរវល់តែរាយរាប់រៀបរាប់ក៏ភ្លេចរឿង flashback ត្រឡប់ទៅកាន់ការធ្វើបង្អែមកាលពីពេលថ្ងៃវិញម្ដងគឺការធ្វើបង្អែមចម្រុះដោយប្រើនំអ៊ីចម្អិនថ្មីៗមានទាំងចេកក្រមួនសាគូរួមទាំងដំឡូងស្ងោរផងដែរបន្ទាប់មកក៏អាចលាយជាមួយទឹកដោះគោទឹកស្ករខ្ទិះដូងទៅតាមចំណូលចិត្តទោះបីជាខែនេះក្តៅខ្លាំងនៅពេលថ្ងៃតែអាកាសធាតុនឹងចុះត្រជាក់នៅពេលព្រឹកអាចនិយាយបានថាគឺកាត់កងគ្នាបានជាមួយនឹងការចំណាយកម្លាំងមកបោះតង់នៅទីតាំងមួយនេះមុននឹងបន្តទៅកាន់ទីតាំងមួយផ្សេងទៀតក៏ឆ្លៀតសង្ខេបត្រួសពីតំបន់មួយនេះបន្តិចសិនដូចអ្វីដែលខ្ញុំបានជម្រាបពីវីដេអូមុនអញ្ចឹងតំបន់មួយនេះយើងអាចធ្វើការបោះតង់ចម្អិនម្ហូបដាក់បង្កាយស្ទូចត្រីកំសាន្តមើលផ្សែងអាប់អណ្ដែតចេញពីផ្ទៃបឹងទស្សនាថ្ងៃរះថ្ងៃលិចនិងល្អខ្លាំងមែនទែនសម្រាប់អ្នកដែលចូលចិត្តងូតទឹកលេងកំសាន្តនៅក្នុងរដូវក្តៅដោយសារផ្ទៃបឹងមិនជ្រៅបាតបឹងរឹងលាយជាមួយនឹងល្បាយខ្សាច់និងមានជម្រាលចេញពីរាក់ទៅជ្រៅប្រៀបបាននឹងអាងហែលទឹកធម្មជាតិមួយយ៉ាងធំដែលអំណោយផលល្អក្នុងការលេងទឹកអាចនិយាយបានថាខ្យល់អាកាសល្អជាងនៅតាមតំបន់សមុទ្រព្រោះទីនេះមិនបង្កឲ្យស្អិតខ្លួនការរៀបរាប់ពីតំបន់នេះក៏ហាក់ច្រើនហើយដែរកុំឲ្យពុកម៉ែបងប្អូនធុញទ្រាន់ក៏បង្វែរអារម្មណ៍ពីការរៀបចំសារតង់បន្តដំណើរទៅកាន់ទីកន្លែងមួយផ្សេងទៀតក្រឡេកមកមើលស្បៀងក៏អស់តាមផ្លូវក៏ឆ្លៀតបំពេញស្បៀងថ្មីមួយចំនួនបន្ទាប់ពីធ្វើដំណើរមួយសន្ទុះធំក៏មកដល់ទីតាំងដែលត្រូវសម្រាកពេលមកដល់ភ្លាមម្នាក់គ្មានរៀបចំគិតគូរពីរឿងហូបចុកអីនោះទេគឺគិតតែរត់តម្រង់ទៅរកប្រភពទឹកធ្លាក់ព្រោះតែរដូវក្តៅធ្វើឲ្យស្អុះស្អាប់អាកាសធាតុបែបនេះក៏នឹកឃើញទៅដល់សាប៊ូសាហារ៉ាជាប្រភេទសាប៊ូដែលអាចប្រើបានទាំងបុរសនិងនារីដែលផ្សំចេញពីវត្ថុធាតុដើមល្អៗជាច្រើនមុខដើម្បីជួយកាត់បន្ថយការជ្រុះសក់បំបត្តិអង្គែធ្វើឲ្យសក់ទន់រលោងពិសេសស្បែកក្បាលត្រជាក់ស្រួលបង្កើតដោយសារជាតិម៉ង់តុលបន្ថែមដោយក្លិនប្រហើរនិងធ្វើឲ្យអារម្មណ៍ស្រស់ស្រាយតាំងពីកក់លើកដំបូងចំពោះសាប៊ូដុសខ្លួនសាហារ៉ាវិញមានសារជាតិ Gold Collagen ជួយឲ្យស្បែកមានសំណើមភ្លឺរលោងសម្រាប់បាក់តេរីកម្ចាត់ក្លិនមិនល្អនិងមានក្លិនក្រអូបប្រហើរសាហារ៉ាជាផលិតផលប្រទេសកម្ពុជាសុទ្ធសាធផលិតឡើងដើម្បីលើកស្ទួយនិងគាំទ្រផលិតផលជាតិឥឡូវនេះត្រឡប់មកកាន់សាច់រឿងយើងវិញបន្ទាប់ពីកក់សក់លេងទឹកដុសសាប៊ូលាងជំរះខ្លួនជាមួយសាប៊ូសាហារ៉ារួចក៏ដល់វគ្គឃ្លានហើយខ្ញុំក៏ជាអ្នកទទួលខុសត្រូវរ៉ាប់រងលើផ្នែកមួយនឹងដែរសម្រាប់មុខម្ហូបថ្ងៃនេះមានច្រើនគួរសមគឺនំប៉័ងចំហុយខ្ទិះដូងលាយជាមួយនឹង cheese ការធ្វើមិនពិបាកនោះទេគ្រាន់តែលាយល្បាយ yeast ដែលផ្អាប់ទុកលាយជាមួយនឹងម្សៅមីហើយទាញចុះទាញឡើងឲ្យល្មួតបន្ទាប់មកយកម្សៅទៅហាលថ្ងៃបន្តិចជាការស្រេចហើយមុននឹងយកទៅចំហុយក៏ត្រូវលាយជាមួយនឹង cheese ជាមុនសិនបន្ទាប់មកក៏ចាប់ផ្ដើមចំហុយតាមបែបអ្នកព្រៃភ្នំហើយសម្រាប់ម៉ឺនុយមួយនេះដែរគឺគ្រាន់ជាការច្នៃប្រឌិតរបស់ក្រុមអ្នកដើរព្រៃតែប៉ុណ្ណោះបន្ទាប់ពីឆ្អិនហើយក៏ថែមខ្ទិះដូងបន្តិចបន្ទាប់មកគឺដល់វគ្គញ៉ាំហើយថែមទឹកដោះគោខាប់បន្តិចនិយាយពីថារសជាតិម្នាក់ឆ្ងាញ់រហូតដល់លិតដៃแบบนี้มันได้ឆ្ងាញ់ជ្រីសកម្មវិធីមិនទាន់ចប់នោះទេក៏នាំគ្នាត្រឡប់ទៅលេងទឹកនិយាយពី podcast រៀងៗខ្លួនបន្តទៀតការដើរព្រៃឡើងភ្នំបោះតង់កន្លងមកមិនថាផលិតផលអ្វីនោះទេភាគច្រើនខ្ញុំព្យាយាមតាមតែអាចធ្វើទៅបានដោយការមិនប្រើប្រាស់ផលិតផលផ្ទាល់នៅក្នុងទឹកព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីបន្តិចក្រោយមកខ្ញុំក៏ឆ្លៀតមកធ្វើបង្អែមត្រសក់ស្រូវខ្ទិះមួយតង់ទៀតមុនត្រឡប់មកផ្ទះវិញនិយាយទៅការដើរលេងតាមតំបន់ព្រៃភ្នំម្នាក់ម្ដាយមួយជើងទើបជីវិតរីករាយទាំងអស់គ្នាចុះការដើរព្រៃរបស់ពុកម៉ែបងប្អូនវិញតើចូលចិត្តបែបណាដែរអាចចែករំលែកនៅក្នុងខមមិនខាងក្រោមនេះបានសម្រាប់វីដេអូថ្ងៃនេះក៏ឈានដល់ទីបញ្ចប់អរគុណចំពោះការទស្សនាក៏ដូចជាការចែករំលែកបន្តជួបគ្នាវីដេអូក្រោយៗទៀតជម្រាបលាបាយបាយ